chụp ngư cài cuột nâng cá bong ca chụp ngư cài cuột. Xin chào bà con, tôi là bác sĩ Trần Thu Mộng, công tác tại Trung tâm Kiểm soát Bệnh tật tỉnh Sóc Trăng. Hôm nay tôi sẽ hướng dẫn bà con về cách phòng chống bệnh dại. Trước tiên mời bà con cùng tìm hiểu về bệnh dại là gì. Táo chụp ngư cài cuột chỉ ở vậy. Chụp ngư cài cuột cứ chia chụp ngư chlong đọt rượt nặc muối đánh bong con lắng đói virus cài cuột. Chụp ngưត្រូវបានចម្លងពីសត្វទៅមនុស្សតាមរយៈការខំមុខរបួសស្នាមខ្វាយឬលិទ្ធរបស់សត្វជាធម្មតាគឺឆ្កែនិងឆ្មាមកដល់បច្ចុប្បន្នជឹកងើឆ្កែឆ្កួតមិនមានថ្នាំព្យាបាលនោះទេហើយអ្នកដែលរងជឹកងើឆ្កែឆ្កួតមានអត្រាមរណភាពគឺស្ទើរតែ 100% ប៉ុន្តែយើងអាចការពារវាបានដោយវ៉ាក់សាំងនិងសេរ៉ូមសម្រាប់មេរោគបណ្ដាជំហានដែលគប្បីធ្វើនៅពេលត្រូវសត្វឆ្កែឬឆ្មាខំជំហានទី1នាំកុមារចេញពីតំបន់គ្រោះថ្នាក់ជំហានទី2លាងសម្អាតមុខរបួសក្រោមចំពុយទឹកស្អាតជាមួយសាប៊ូលាងចានចាំងហុចណាស់15នាទីលាងចម្រះម្ដងទៀតជាមួយសូឡូស្យូមជាតិប្រៃនិងសម្លាប់មេរោគដោយថ្នាំដូចជាអានកុល 70% បេតាឌីនអានកុលអ៊ីយ៉ូតជាដើមជំហានទី3ខាត់ឈាមបង្រុំមុខរបួសប្រសិនបើមានជំហានទី4នាំកុមារទៅកាន់មូលដ្ឋានសុខាភិបាលឲ្យបានកាន់តែឆាប់កាន់តែល្អដើម្បីទទួលបានការណែនាំចាក់វ៉ាក់សាំងជឹកងឺឆ្កែឆ្កួតនិងជឹកងឺតេតាណូសនៅទីនោះក្រុមគ្រូពេទ្យនឹងយោងតាមស្ថានភាពនៃមុខរបួសខំកន្លែងខំនិងស្ថានភាពរបស់សត្វដែលខំដើម្បីចេញវេជ្ជបញ្ជាចាក់វ៉ាក់សាំងនិងសេរ៉ូមបង្ការជឹកងឺឆ្កែឆ្កួតនិងបង្ការជឹកងឺតេតាណូសជាពិសេសនៅពេលឆ្កែឬឆ្មាខំនៅកន្លែងមានសារៈសំខាន់លើរាងកាយមនុស្សកុំប្រើថ្នាំបុរាណកុំព្យាបាលដោយខ្លួនឯងកុំពឹងគ្រូបុរាណព្យាបាលជំងឺឆ្កែឆ្កួតជាដាច់ខាតកន្លែងណាខ្លះដែលមានគ្រោះថ្នាក់ជាពិសេសនៅពេលឆ្កែឬឆ្មាខំ 1. ក្បាល 2. មុខ 3. ក 4. ចុកម្រាមដៃម្រាមជើង 5. ប្រដាប់ភេទពេលត្រូវឆ្កែឬឆ្មាខំគួរទៅកាន់មូលដ្ឋានសុខាភិបាលណាដើម្បីព្យាបាលនៅស្រុកត្រាំងកង្ហឹង 1. មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខែស្រុកត្រាំងអាសយដ្ឋានលេខ376ផ្លូវលេខយងសង្កាត់ស្រុកត្រាំងលេខទូរស័ព្ទ 02993 610 042 2. ក្រៅពីនេះឪពុកម្ដាយអាចនាំកូនទៅមូលដ្ឋានចាក់វ៉ាក់សាំងឯកជនដូចជា VNVC ឬមជ្ឈមណ្ឌលចាក់វ៉ាក់សាំងឡុងជើដើម្បីចាក់វ៉ាក់សាំងឆាប់បំផុតនៅសង្កាត់ហាយ៉ាងខេត្តទួយក្វាំង 1. មជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្តទួយក្វាំងមូលដ្ឋានទី2អាសយដ្ឋានក្រោមលេខ10សង្កាត់ហាយ៉ាង2លេខទូរស័ព្ទលើតូ 02 193 838 868លេខទូរស័ព្ទវេជ្ជបណ្ឌិត 0388 775 775 2. ក្រៅពីនេះឪពុកម្ដាយអាចនាំកូនទៅមូលដ្ឋានចាក់វ៉ាក់សាំងឯកជនដូចជា VNVC ឬមជ្ឈមណ្ឌលចាក់វ៉ាក់សាំងឡុងជើដើម្បីចាក់វ៉ាក់សាំងបានឆាប់បំផុតក្រោយពេលត្រូវឆ្កែឬឆ្មាខំយើងគួរវិនិច្ឆ័យវាដោយម្ដេចកុំវាយកុំដេញកុំសម្លាប់សត្វភ្លាមបន្ទាប់ពីត្រូវខំតាមដាននិងរកឃើញភាពមិនប្រក្រតីលើសត្វដូចជាមិនស៊ីចំណីមានពពុះមាត់ខំខ្លួនឯងខ្លាចពន្លឺប្រកាច់ជាដើម
គ្រួសារត្រូវតែរាយការណ៍ជាបន្ទាន់ឲ្យបុគ្គលិកពេទ្យបានជ្រាបបណ្ដាវិធានការបង្ការជំងឺឆ្កែឆ្កួតលើសត្វនិងមនុស្ស 1. ចាក់វ៉ាក់សាំងបង្ការគ្រប់គ្រាន់ឲ្យឆ្កែឆ្មាចិញ្ចឹមនិងចាក់វ៉ាក់សាំងសាជាថ្មីជារៀងរាល់ឆ្នាំតាមការណែនាំរបស់ផ្នែកពេទ្យសត្វ 2. កុំឲ្យឆ្កែឆ្មាដែលលេងដោយសេរីសត្វឆ្កែនាំចេញទៅក្រៅត្រូវតែពាក់គ្រាប់ម៉ា 3. កុំលេងសើចជាមួយឆ្កែឆ្មា 4. កាត់បន្ថយការជួញដូរដឹកជញ្ជូនចាប់សម្លាប់ឆ្កែឆ្មាដើម្បីយកសាច់កាត់បន្ថយហានិភ័យនៃការប៉ះពាល់ជាមួយវីរុសដើម្បីបង្ការជំងឺឆ្កែឆ្កួតនៅពេលទំនាក់ទំនងជាមួយឆ្កែឆ្មាបរិស្ថានសុវត្ថិភាពសម្រាប់កុមារជួយកុមាររីកចម្រើនដោយសុវត្ថិភាព